អ្នកទាំងអស់គ្នាជួបខ្ញុំម្ដងទៀតតែឥឡូវខ្ញុំខ្ញុំសូយ៉ា topic ដែលខ្ញុំចង់និយាយថ្ងៃនេះគឺកុំអស់សង្ឃឹមក្នុងជីវិតកុំអស់សង្ឃឹមក្នុងជីវិតវាមិនពេលដែលយើងជួបរឿងប្រវត្តិពេលដែលយើងមានអារម្មណ៍ថាជីវិតយើងអត់មានន័យហើយយកដល់ចង់ធ្វើអីទៀតធ្វើមិនក៏ដោយកុំអស់សង្ឃឹមកុំអស់សង្ឃឹមអីដែលយើងធ្វើកុំអស់សង្ឃឹមថាជីវិតយើងចប់គ្រាន់តែអីគ្រប់យ៉ាងដែលយើងចង់ឲ្យវាខ្លាចជាការពិតវាអត់ខ្លាចជាការពិតឥឡូវខ្ញុំមានអារម្មណ៍ថាជីវិតខ្ញុំវាខ្មៅហើយសខ្ញុំមានអារម្មណ៍ថាអីដែលខ្ញុំគិតវាអត់ខ្លាចជាការពិតអីចឹងតែខ្ញុំអត់ចង់ឲ្យអស់សង្ឃឹមពេលដែលយើងមានអារម្មណ៍ថាពិភពលោកវាលាយពិភពលោកវាមានអារម្មណ៍ថាវាតវល់យកវាមានអារម្មណ៍ថាវាញ៉ៃធ្វើមិនក៏ដោយយើងកុំអស់សង្ឃឹមក្នុងជីវិតបើផ្លូវទី1វាអត់ដើរវានៅសល់ផ្លូវទី2ផ្លូវទី3ដែលវានឹងដើរអញ្ចឹងពេលដែលយើងចង់ចោះចាញ់អីមួយនៅក្នុងគោលដៅនៅក្នុងជីវិតដែលយើងសាងវាឡើងមកអីដែលយើងគិតថាវានឹងអត់ប្រយោជន៍វានឹងមានប្រយោជន៍ថ្ងៃអនាគតខ្ញុំអត់ដឹងមិនតែកុំចោះចាញ់ហើយក៏កុំអស់សង្ឃឹមពេលយើងធ្លាក់ការងារពេលយើងបែកមួយសង្សារពេលយើងមានអារម្មណ៍ថាជីវិតយើងវាអញ្ញាញ៉ៃវាជាផ្លូវមួយដែលវាធ្វើឲ្យយើងនឹងធំវាធ្វើឲ្យយើងនឹងរឹងមាំខ្លាំងជាងមុនអញ្ចឹងពេលដែលយើងជួបព្រោះប្រវត្តិក្នុងជីវិតយើងកុំតន់គិតថាវាជាផ្លូវចុងក្រោយវាអត់មានផ្លូវផ្សេងទៀតវាចប់ហ្មងគ្រប់យ៉ាងចប់កុំគិតថាគ្រប់យ៉ាងចប់ព្រោះវាអត់តន់ចប់ហើយព្រោះវាតែចាប់ដើមហើយមនុស្សយើងពេលយើងអស់សង្ឃឹមហើយយើងអត់ចង់ធ្វើអីមួយអីដែលយើងគិតថាយើងចង់ធ្វើវាអត់ខ្លាចជាការពិតវាអត់ខ្លាចជាអីដែលយើងគិតហើយយើងអស់សង្ឃឹមគឺអីដែលយើងសាងអីដែលយើងធ្វើឡើងមកហ្នឹងវានឹងអត់មានន័យថតអញ្ចឹងកុំធ្វើឲ្យវាអត់មានន័យទៅធ្វើមិនក៏បានដែរធ្វើវាតទៀតធ្វើវាកុំឈប់ដល់ថ្ងៃដែលយើងឈ្នះធ្វើមិនក៏ដោយយើងកុំឈប់កុំចោះចាញ់កុំតន់អស់សង្ឃឹមបើយើងធ្វើ99ដងហើយវាអត់ជោគជ័យវាអាចនៅសល់មាន100%វានឹងសល់មានដែរយើងអាចនឹងឈ្នះនៅក្នុងថ្ងៃអនាគតតែហ្នឹងហើយអ្នកនរគ្នាខ្ញុំគ្រាន់តែចង់ប្រាប់ថាកុំអស់សង្ឃឹមនៅក្នុងជីវិតអីក៏ដោយរឿងប្រវត្តិដែលយើងជួបដែលយើងមានអារម្មណ៍ថាវាជាផ្លូវចុងក្រោយធ្វើមិនមនុស្សយើងបើយើងអស់សង្ឃឹមណាគឺយើងអត់ចង់ធ្វើអីទាំងអស់យើងគ្រាន់តែចង់ដេកនៅលើក្រែអត់ចង់ដើរទៅក្រៅអត់ចង់ចេញទៅណាទៅអីទាំងអស់ព្រោះយើងមានអារម្មណ៍ថាយើងអស់សង្ឃឹមយើងអីដែលយើងធ្វើហ្នឹងវាអត់ប្រយោជន៍តែបើយើងនៅមានសង្ឃឹមណាទោះបីយើងចោះចាញ់ទោះបីយើងមានអារម្មណ៍ថាយើងឈប់យើងនឹងមាន energy ទៅធ្វើវាទៀតម្ដងទៀតដល់ពេលយើងឈ្នះអញ្ចឹងយើងកុំអស់សង្ឃឹមក្នុងជីវិតអ្នកដែលគាត់មានអារម្មណ៍ថាគាត់ចង់ឈប់គាត់ចង់អស់សង្ឃឹមខ្ញុំចង់ប្រាប់គាត់ថាជីវិតយើងគឺវានៅយូរទៀតវានៅមានអីដែលយើងត្រូវមានអីដែលយើងត្រូវសាកល្បងទៅធ្វើវាអញ្ចឹងធ្វើមិនក៏ដោយកុំអស់សង្ឃឹមកុំឈប់អត់មានណាគេឈប់យើងបានបើយើងអត់ចង់ឈប់ហ្នឹងហើយថ្ងៃហ្នឹងអីដែលខ្ញុំនិយាយតែប៉ុណ្្នឹងខ្ញុំគ្រាន់តែចង់ធ្វើវីដេអូដែលខ្ញុំមាន consistency ហើយជួយអ្នកខ្លះដែលគាត់មានអារម្មណ៍ថាជីវិតគាត់អស់សង្ឃឹមខ្ញុំចង់ប្រាប់ថាអ្នកនរគ្នាអត់ alone ទេព្រោះនៅមានមនុស្សច្រើនទៀតដែលគេតស៊ូដើម្បីជីវិតគេតស៊ូដើម្បីក្តីស្រមៃគេតស៊ូដើម្បីគោលដៅរបស់គេព្រោះអញ្ចឹងយើងកុំចោះចាញ់បើយើងចោះចាញ់ណាយើងគ្រាន់តែ loser ឯងយើងកុំធ្វើជា loser អញ្ចឹងសូមកុំចោះចាញ់ដើម្បីក្តីស្រមៃរបស់ខ្លួនឯងដើម្បីអីដែលយើងចង់ធ្វើហ្នឹងហើយអាហ្នឹងគឺអីដែលខ្ញុំចង់និយាយថ្ងៃហ្នឹងបាយបាយខ្ញុំសង្ឃឹមថាវីដេអូនេះជួយអ្នកខ្លះដែលគាត់ចង់ចោះចាញ់ដែលគាត់មានអារម្មណ៍ថាជីវិតវាអស់ផ្លូវដើរវាអត់តន់អស់ផ្លូវដើរអ្នកនរគ្នាវានៅសល់ផ្លូវ1 2 3 4ទៀតដែលយើងត្រូវទៅស្វែងរកហើយយើងទៅរកឱកាសនៅផ្លូវហ្នឹងបាយបាយ